ស្ដីដល់បងប្អូនអរគ្នាបាទខ្ញុំត្រឡប់មកវិញហើយថ្ងៃនេះផងដែរខ្ញុំនឹងនាំបងប្អូនអរគ្នាបាទទៅទស្សនាភូមិកັບដៃបាទហ្នឹងហើយបងប្អូនឃើញស្រាប់ហើយបាទគឺផ្លូវគឺបែបហ្នឹងបាទជិះពីអង្គរជុំទៅភូមិកັບដៃនៅក្នុងខេត្តសៀមរាបយើងនឹងឯងបាទអញ្ចឹងភូមិកັបដៃនេះជាភូមិមួយដែលស្ថិតនៅក្នុងឃុំស្វាយសបាទហ្នឹងហើយស្រុកវ៉ារិនខេត្តសៀមរាបបាទអញ្ចឹងថ្ងៃនេះផងដែរគឺថាខ្ញុំទៅដូចសប្តាហ៍អញ្ចឹងគឺថាខ្ញុំទៅនេះគឺថាទៅបំពេញនៃការងាររបស់ខ្ញុំទេបាទការងាររបស់ខ្ញុំគឺការងារសហគមន៍បាទហ្នឹងហើយបងប្អូនបាទនឹងស្រាប់ហើយហ្នឹងហើយបងប្អូនឃើញអីបាទទេសភាពតាមផ្លូវនេះបាទគឺថាស្រស់ស្អាតមែនទែនបងប្អូនអរគ្នាបាទហ្នឹងហើយពណ៌បៃតងស្រស់បាទហ្នឹងហើយខ្ញុំចូលចិត្តមែនទែនបងប្អូនអរគ្នាខ្ញុំចូលចិត្តនៅស្ថានភាពផ្លូវបែបនេះហើយនឹងទេសភាពបែបនេះបាទយើងងើបមកបាទយើងបានជិះមើលនៅទេសភាពបាទជុំវិញវាលស្រែបាទជុំវិញផ្លូវបាទបែបនេះគឺថាធ្វើឲ្យអារម្មណ៍យើងនឹងប្លែកបាទស្រស់ស្រាយមែនទែនបងប្អូនអរគ្នាបាទហ្នឹងហើយខ្ញុំជិះនេះបាទគឺជិះអត់សូវជាយូរប្រហែលដែរបងប្អូនអរគ្នាប្រហែលជាកន្លះម៉ោងបាទចេញពីអង្គរជុំមកបាទហ្នឹងហើយឥឡូវនេះយើងបានមកដល់ភូមិមួយបាទហ្នឹងហើយភូមិនេះក៏ខ្ញុំមិនស្គាល់ដែរប្រហែលជាភូមិវៀនបាទហ្នឹងហើយខ្ញុំនឹងជិះទៅមុខទៀតហ្នឹងហើយបងប្អូនអរគ្នាហ្នឹងហើយតាមផ្លូវនេះក៏មានបងប្អូនប្រជាពលរដ្ឋយើងបាទកាត់ឆ្លងកាត់ជាច្រើនផងដែរគាត់បាទបងប្អូនខ្លះក៏គាត់មកពីធ្វើស្រែបងប្អូនខ្លះក៏គាត់ទៅភ្ជួរស្រែបាទហ្នឹងហើយលក់អីវ៉ាន់អីចឹងទៅបាទហើយបងប្អូនខ្លះក៏គាត់ទៅចង់គោចង់ក្របីអីគាត់អញ្ចឹងណាហ្នឹងហើយគិតផ្លូវនេះបងប្អូនឃើញហើយថាមានផ្លូវគិតផ្លូវនេះពេលខ្លះមានដើមឈូកមានការឈូកមានអីចឹងណាហ្នឹងហើយឥឡូវនេះខ្ញុំបានមកដល់ភូមិហ្នឹងហើយខ្ញុំក៏បានឈប់សន្ទុះហើយនឹងមើល map បាទហ្នឹងហើយដោយសារតែខ្ញុំអត់ស្គាល់នៅភូមិនេះផងដែរខ្ញុំក៏ជិះរ៉ែបាទដើម្បីមើល map បដៅនិងជិះម៉ូតូបដៅបាទហ្នឹងហើយបងប្អូនអរគ្នាហើយថ្ងៃនេះផងដែរខ្ញុំបានបំពេញនៅបេសកកម្មនៃការងាររបស់ខ្ញុំគឺខ្ញុំបំពេញមួយថ្ងៃហើយខ្ញុំនឹងនាំបងប្អូនអរគ្នាទៅលេងនៅភូមិកັບដៃនេះចង់ដឹងថាភូមិកັບដៃនេះបងប្អូនប្រជាពលរដ្ឋយើងដែលគាត់រស់នៅក្នុងភូមិហ្នឹងថាគាត់មានចំការអ្វីខ្លះហើយនឹងមានសកម្មភាពនៃការរស់នៅរបស់គាត់បែបណាខ្លះហ្នឹងហើយបងប្អូនអរគ្នាបាទឥឡូវនេះខ្ញុំក៏បានធ្វើដំណើរបានមកដល់បងប្អូនផ្ទះអ្នកភូមិនៃភូមិកັບដៃហើយខ្ញុំក៏បានចូលបាទមកដល់ផ្ទះគាត់ហើយនឹងសម្រាប់ផ្ទះគាត់ឃើញថាជុំវិញផ្ទះគាត់បាទមានសម្បូរបែបបាទមានដើមស្វាយមានដើមខុតហ្នឹងហើយក្រៅពីដើមខុតក៏យើងមានផ្លែឈើជាច្រើនទៀតបងប្អូនអរគ្នាហ្នឹងហើយមានដើមខ្នុរដើមស្វាយបាទហ្នឹងហើយគ្រប់សពបែបយ៉ាងអញ្ចឹងបានថាបងប្អូនប្រជាពលរដ្ឋគិតរស់នៅទីនេះបាទអត់ខ្វះអីហូបទេថ្ងៃបងប្អូនខ្វះតែថវិកាក្នុងការចំណាយប្រចាំថ្ងៃរបស់គាត់ថ្ងៃបាទថាក្រៅពីថវិកាគឺថាគាត់មានសពគ្រប់បែបយ៉ាងហ្នឹងហើយឥឡូវនេះគាត់ក៏បានធ្វើការបេះនៅស្វាយបាទមួយចំនួនដើម្បីធ្វើការបេះនេះគឺថាគាត់ជូនខ្ញុំទេបាទខ្ញុំអត់បានសុំគាត់ទេក៏ប៉ុន្តែនេះគឺថាជាទឹកចិត្តបងប្អូនប្រជាពលរដ្ឋយើងដែលរស់នៅក្នុងភូមិហ្នឹងណាហ្នឹងហើយគាត់បានបេះជូនខ្ញុំដើម្បីទុកឲ្យខ្ញុំហូបពេលដែលខ្ញុំត្រឡប់ទៅវិញហ្នឹងហើយបងប្អូនអរគ្នាបាទពិតជាចិត្តល្អមែនទែនបងប្អូនដែលរស់នៅភូមិនេះហ្នឹងហើយបងប្អូនអរគ្នាហើយបន្ទាប់ពីខ្ញុំបេះស្វាយជាមួយនឹងគាត់ហើយក៏គាត់ថាលោកគ្រូអាចចង់ទៅមើលគេធ្វើនំបញ្ចុកនិងចង់សាកនំបញ្ចុកទឹកប្រហុកទេបាទហ្នឹងហើយនេះរូបភាពនំបញ្ចុកទឹកប្រហុកបាទគាត់ក៏បាននាំខ្ញុំបាទមកសាកនៅនំបញ្ចុកទឹកប្រហុកតែល្បីល្បាញនៅក្នុងភូមិគាត់ហ្នឹងហើយភូមិគាត់នេះជាភូមិដាច់ស្រយាលមួយបាទក៏ប៉ុន្តែគាត់មានជាការលក់នៅនំបញ្ចុកទឹកប្រហុកបាទហ្នឹងហើយធ្វើបែបធម្មជាតិបាទហ្នឹងហើយជន់នៅធ្វើនំភ្លាមហើយនឹងធ្វើការលាងសម្អាតភ្លាមហើយនឹងយើងហូបភ្លាមបាទខ្ញុំក៏បានធ្វើការភ្លក់បាទយើងឃើញថាគាត់មានបន្លែនៃនំបញ្ចុកនេះគឺមានសពគ្រប់មុខហ្នឹងហើយបងប្អូនអរគ្នា ហ
ហើយនេះខ្ញុំក៏បានធ្វើការសាកបាទញ៉ាំមួយចានឃើញថាខ្ញុំក៏ចូលចិត្តញ៉ាំម្ទេសដែរបងប្អូនអ្នកគ្នាហ្នឹងហើយអត់សូវជារើសហើយក៏អត់សូវជាប្រកាន់បានទេបាទគឺថាខ្ញុំមានអីគឺខ្ញុំហូបនឹងបាទខ្ញុំញ៉ាំទៅតាមអ្វីដែលដូចដែលអ្នកភូមិញ៉ាំដែរអញ្ចឹងណាហ្នឹងហើយអរគុណច្រើនបងប្អូនអ្នកគ្នាដែលបានទស្សនានៅវីដេអូខ្ញុំពីដើមរហូតដល់ចប់ហើយជូនពរបងប្អូនអ្នកគ្នាសុខសប្បាយនិងសុវត្ថិភាពនៅពេលធ្វើដំណើរជិតឬឆ្ងាយសុវត្ថិភាពទាំងអស់គ្នាអរគុណច្រើនសូមជួយចុច like និង subscribe ខ្ញុំផងដើម្បីឲ្យមានកម្លាំងធ្វើវីដេអូទៀតអរគុណ